ចាជំរាបសួរបងប្អូនចានេះខ្ញុំមកចែកចំណែកពីរបៀបធ្វើអរម៉ូនជាមួយផ្លែចាកាន់ក្តាប់ចាវាដែលយើងផ្កាយើងត្រូវការបាញ់បំពន់វាដើម្បីកាន់ផ្លែកាន់ក្តាប់ឲ្យប្រើលើដំណាំដូចជាហូបផ្លែនិងដំណាំដូចជាម្ទេសអីអញ្ចឹងចានិយាយទៅឲ្យតែមានផ្លែយើងជំនួយដើម្បីវាកាន់ផ្លែច្រើនចាទីដើមមានទឹកដោះគោជូរចាហើយបងប្អូនមានទឹកដោះគោស្រស់ពួកអានេះយើងធំចឹងហ្នឹងចាមកដល់2000ណាចានេះការនេះ10 បាតទេទឹកដោះគោជូរចាខ្ញុំដាក់ទូចនេះមួយតែខ្ញុំអត់មានធំខ្ញុំដាក់ទឹកដោះគោស្រស់នេះចានេះ2000ចាហើយនឹងចាអានេះយើងធ្វើរយៈពេលទុក3ថ្ងៃទុកមួយអាទិត្យមកយកមកប្រើបានហើយបើសល់យើងយកដាក់ក្នុងទូទឹកចាដើម្បីយកប្រើលើកក្រោយទៀតចឹងណាចាខ្ញុំដាក់ទូយិនគេចឹងដាក់ទូយិនចាខ្ញុំដាក់គេអត់មានដាក់នេះតែខ្ញុំដាក់ជំនួយដូចជាប៊ីចេងចាប៊ីចេងដាក់ជំនួយទៅហើយប៊ីចេងហើយដាក់ពងមាន់2គ្រាប់ចាពងមាន់2គ្រាប់ខ្ញុំដាក់បន្ថែមប៊ីចេងចាប៊ីចេងក៏ជំនួយកាន់ផ្លែកាន់គេដាក់ទៅអញ្ចឹងយើងក៏ពងមាន់2គ្រាប់ហ្នឹងចាដាក់ចូលគ្នាណាចា2គ្រាប់ចាអញ្ចឹងយើងមកលាយនេះអ្នកគ្នាមើលរបស់ខ្ញុំធ្វើឲ្យមើលចាហ្នឹងហើយដាក់គោះមកយើងដាក់ពងមាន់2គ្រាប់ហើយសបកវាកុំចោលបងប្អូនយកវាដំបន្តិចយកទៅដាក់នៅតាមគល់ដំណាំយើងទៅវាល្អដែរចានេះកុំចោលសបកពងមាន់យើងទុកឲ្យយើងយកទៅដំវាតិចទៅយកទៅដាក់នៅតាមគល់ដំណាំយើងហើយទឹកដោះគោស្រស់បងប្អូនមានអាចទិញមួយទៀតយកអានេះដែរប៉ុន្តែយកទឹកដោះគោស្រស់អានេះជូរអញ្ចឹងបងប្អូនយកគុំនឹងមកបងប្អូនមកតែខ្ញុំរត់មានអញ្ចឹងដាក់ទឹកដោះគោស្រស់នេះក៏ល្អដែរខ្ញុំប្រើពីច្រើនប្រើហើយបានទៅ3ថ្ងៃទៅមួយអាទិត្យយើងយកទៅប្រើលើដំណាំបានមានដូចជាម្ទេសវាទៅឲ្យតែមានដំណាំហូបផ្លែចាបងដល់នេះខ្ញុំដាក់ប្រហែលជាច្រើនទីនេះព្រោះអមនេះវាមានវីតាមីនច្រើនជួយក្នុងនោះជាងដាក់មុនគម្របហ្នឹងចាមុនគម្របហ្នឹងចាមុនគម្របហើយខ្ញុំដាក់ប៊ីចេងតិចប៊ីចេងទុកនៅមុខវាមិនចាប៊ីចេងខ្ញុំដាក់យកនេះប៊ីចេងសសប៊ីចេងយកមិនដល់មួយស្លាបព្រាយើងដាក់មួយស្លាបទេប៉ុន្តែយើងយកយ៉ាងស្មើចារឿងនេះមកយើងដាក់ចូលមកយើងប្រូវារមរោសិនហើយយើងពេលយើងប្រឡប់វាឲ្យសប់ហើយយើងយកទៅទុកកន្លែងលុបឬក៏ដាក់ក្នុងលុបហើយពេលស្អែកឡើងយើងអាសាបើកកម្រោបវាកុំឲ្យមានជាតិចាទៅចឹងណាគេហៅថាអស់មុនកម្រោបចាអញ្ចឹងទុករយៈពេល3ថ្ងៃទៅមួយអាទិត្យប្រើបានតែបើយើងចង់បាន3 ម៉ោង 2 ម៉ោងប្រើបានយើងអត់ដាក់ច្រើនអញ្ចឹងយើងដាក់តែ2មុខឯង3មុខឯងតែដាក់គោស្រស់ហើយនឹងដាក់គោជូរហើយនឹង3មុខក្លុកចឹងមកចាក្លុកវាសប់មករយៈពេល3ថ្ងៃទៅមួយអាទិត្យគឺយល់ល្អយកមួយអាទិត្យទៅហើយប៉ុន្តែស្អែកឡើងយើងចាប់ផ្ដើម
បើកម្រោកណាកុំដាក់តាំងព្រោះអីមានជាតិជាចាំយើងយកប្រើចានេះអត់មកកម្រោកក្លុកចឹងមកហើយចាំយើងយកទុកមកយើងមិនមើលតាំងពេលមកល្មមព្រោះអីវាមានជាតិជាចាដូចយកនេះអត់មកកាចឹងចាហ្នឹងហើយបងប្អូនចាយកមកបាញ់ជាមួយនឹងកាតកម្មជូននេះឃើញអត់ចានេះអត់មកហ្នឹងចានេះកាតកម្មជូនខ្ញុំចាឃើញអត់ចាឃើញដែរនោះសឹកកាត់ហើយឥឡូវនេះខ្ញុំដាក់ថងចាញ់ហើយខ្ញុំដាក់កស៊ូចាកស៊ូប្រក់ពីលើមកចាម្ដងហ្នឹងព្រោះខ្ញុំចង់បានផ្លែហូបខុសរដូវអញ្ចឹងខ្ញុំត្រូវថែទាំការវាជាពិសេសព្រោះអីបើយើងអត់ថែទាំវាយើងត្រូវការតិចបាញ់ស្រឡាយពេលខែភ្លៀងដឹងហើយបងប្អូនដល់ខែភ្លៀងវាតិចភ្លៀងហើយយើងអត់សូវមានពេលមកបាញ់វាញឹកញាប់ទេបាញ់លាងសម្អាតហ្នឹងទឹកអណ្ដូងជាមួយសាប៊ូលាងចានអញ្ចឹងខ្ញុំដាក់ត្រក់តង់ហ្មងទិញតង់មកដាក់ហ្មងទៅចាវាបានការតែពាំងមកជួយយើងនៅបើអញ្ចឹងទេវាខូចខ្ញុំអត់សូវមានពេលថែទាំនេះឃើញការចានេះប្រើជាមួយនឹងបានចាហើយរបៀបប្រើចា1 cc ទឹក1លីត្រអញ្ចឹងចាឬក៏5 cc ទឹក5 cc ទឹក1លីត្រ5 cc ទឹក1លីត្រកន្លះខ្ញុំដាក់ពេលខ្លះខ្ញុំដាក់រៀងច្រើនតែបើយើងប្រើតាមស្តង់ដារគឺ1 cc 1លីត្រ1 cc 1លីត្រចាបើបងប្អូនមើលថាការយើងរៀងអន់យើងដាក់លើសហ្នឹងទៅព្រោះអីអានេះយើងវាធ្វើជីធម្មជាតិចានេះជីធម្មជាតិប្លុកវាអសប់ចឹងមកយើងយកទៅទុកចា3ថ្ងៃទៅមួយអាទិត្យយើងយកមកប្រើបានចាហើយយើងបាញ់វាផ្សេងលក្ខណៈផ្សេងក៏ចំការចំស្លឹកចំត្រួយទាំងអស់ហ្នឹងទៅចាធ្វើឲ្យតែពាំងជួយយើងសុខភាពល្អវាកាន់ផ្លែកាន់ក្តាប់ចាបាយបាយ